បាទតាមរយៈបទចម្រៀងមួយបទនេះខ្ញុំបាទសូមផ្ញើជូនទៅមិត្តភក្តិទាំងអស់គ្នាដែលចំណាំដើរលេងផឹកស៊ីជាមួយគ្នាបាទខ្ញុំសូមជម្រាបថាខ្ញុំបាទសូមផ្អាកផឹកមួយរយៈបើបងប្អូនចង់ខលមកលេងខ្ញុំខលលក្ខណៈការងារបាទយើងខលមកចុះប៉ុន្តែបើខលមកបបួលផឹកបបួលស៊ីដូចមុនបាទខ្ញុំបាទសូមជម្រាបថាខ្ញុំបាទសូមផ្អាកមួយរយៈមិនមែនឈប់ទេផ្អាកសិនដោយសារមានបញ្ហាក្នុងគ្រួសារបន្តិចតួចបាទសូមអរគុណបាទសូមជម្រាបព័ត៌មានបាទខ្ញុំចេញពីផឹកសំដៅទៅផ្ទះយប់នេះស្រវឹងខ្លាំងណាស់មិនភាំងចាស់ចាំងផឹកស៊ីអូនបងសង្សារម្នាក់មួយគ្មានទុកព្រួយសំបាយកូនឡងដល់ផ្ទាំងអើតមករបងមិនឃើញប្រពន្ធបើកទ្វារឲ្យសងឈរមួយសន្ទុងឆ្កែព្រុងពេញព្រៃប្រពន្ធសំងំធ្វើអីបើកទ្វារឲ្យប្តីមុខខំប្តីណាំងយូរទៅស្ងាត់ទៅក្នុងចិត្តក្តៅផ្លោះរបងផ្ទាំងបើកទ្វារទ្រូងអើយស្ទើរប្រាំងព្រួងមិនឃើញប្រពន្ធខ្ញុំឡើយស្លុតអង្កាយាស្វាងស្រាបាភ្នែកធំធំពុនធោប្រពន្ធកូនខ្ញុំនាងរត់ចោលខ្ញុំទៅហើយសល់តាសំបុតតាមទឹកភ្នែកដាក់នៅលើខ្នើយជាតិនាងឆ្អែតនឹងប្តីហើយប្រពន្ធបងអើយដាច់ចិត្តម្លេងថ្លៃប្រុងណាមិនយំប្រពន្ធរត់ចោលផឹកពេកអីលើតាលតោលសល់ត្រឹមស្រមល់បាត់អូនពីដៃនឹកប្រពន្ធណាស់ផ្អែកចាំងផ្ទាំងទឹងភ្នែករីងរៃញាតិមិត្តកុំសាច់ខ្ញុំអីវិលវិញមកថ្លៃប្តីសុំកែខ្លួនឯងអើយបើលឺប្តីជារឿងចឹងហើយមកផ្ទះវិញមកឯងអត់ពីឯងទៅមិនដឹងទៅពិបាកឥឡូវតាំងពីឯងទៅបាត់ម៉ានខែផ្ទះដូចស្បុកក្រោគ្មានណារៀបចំទេឆ្នាំងចានឯងបាយប្អូនវិញឆ្នាំងមានដែលដាំបាយស៊ីទៅបាយកញ្ចប់នោះមកវិញមកឯងដិតប្តីទៅប្តីឯងទៅជេរទៅហៅមកខុសត្រូវនិយាយគ្នាបានចាំបាច់រត់អីឯងទៅមកវិញមកស្លុតអង្កាយាស្វាងស្រាបាភ្នែកធំធំពុនធោប្រពន្ធកូនខ្ញុំនាងរត់ចោលខ្ញុំទៅហើយសល់តាសំបុតតាមទឹកភ្នែកដាក់នៅលើខ្នើយជាតិនាងឆ្អែតនឹងប្តីហើយប្រពន្ធបងអើយដាច់ចិត្តម្លេងថ្លៃប្រុងណាមិនយំប្រពន្ធរត់ចោលផឹកពេកអីលើតាលតោលសល់ត្រឹមស្រមល់បាត់អូនពីដៃនឹកប្រពន្ធណាស់ផ្អែកចាំងផ្ទាំងទឹងភ្នែករីងរៃញាតិមិត្តកុំសាច់ខ្ញុំអីវិលវិញមកថ្លៃប្តីសុំកែខ្លួន